សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតើកុំឲ្យខាតពេលវេលាយូរយើងទៅបន្តសាច់រឿងរបស់ពួកយើងបន្តទៀតបន្ទាប់មកគាត់បានដកដៃចេញពីបិសាចចចហើយគាត់មានអារម្មណ៍ថាមានធម្មពលពណ៌បៃតងនៅក្នុងសមុទ្រកម្លាំងធាតុរបស់គាត់មានអារម្មណ៍ថាធម្មពលនេះគឺខ្សោយជាងបើប្រៀបធៀបទៅនឹងធម្មពលពណ៌លឿងនៃការផ្លាស់ប្ដូររបស់ព្រះបិសាចដែលទទួលមរតកមកពីស៊ូជីស៊ីនទោះជាយ៉ាងណាក៏ដោយធម្មពលពណ៌បៃតងនេះមានសភាពដូចទៅនឹងធម្មពលពណ៌លឿងដែរទោះបីជាមិនបានពង្រឹងបច្ចេកទេសសន្តាននៅពេលដែលបានដាក់បញ្ចូលគ្នានោះវានឹងបានកែលម្អបន្តិចបន្តួចក្នុងពេលជាមួយគ្នានេះវាមិនមានការប្រឆាំងគ្នារវាងធម្មពលពីរនោះទេវាហាក់ដូចជាត្រូវបានស្រូបយកដោយរាងកាយរបស់គាត់តាមរបៀបដ៏ស្រទន់ដែលមិនអាចកំណត់បាននេះគួរឲ្យចាប់អារម្មណ៍ថាំងសានបានទៅរកសាកសពបិសាចចចមួយទៀតហើយធ្វើសកម្មភាពដូចគ្នាបន្ទាប់មកគាត់បានលុបស្នាមជើងរបស់គាត់ហើយក៏ចេញទៅភូមិវិញយ៉ាងលឿននិកាយជួយមនុស្សជាតិជានិកាយដែលជួយមនុស្សឲ្យរួចផុតពីវណ្ណៈទេសកលនិងរស់រានមានជីវិតប្រហែលនេះជាដំណឹងល្អដំបូងដែលគាត់បានលើចាប់តាំងពីបានមកដល់ពិភពលោកនេះយ៉ាងហោចណាស់មនុស្សមិនមែនជាទេសកលទាំងអស់នោះទេមានកម្លាំងបែបនេះដែលខិតខំដើម្បីអនាគតមនុស្សជាតិទោះជាយ៉ាងណាក៏ដោយវាជារឿងគួរឲ្យសោកស្ដាយដែលមនុស្សទាំងនេះមានខ្សែឈាមត្រកូលបិសាចនិងត្រកូលវិញ្ញាណផងដែរគាត់បានត្រឡប់មកភូមិវិញដោយស្ងាត់គាត់បានចូលរួមជាមួយនឹងកុមាររាប់សិបនាក់ទៀតដែលមានអាយុដូចគ្នានៅក្នុងផ្ទះឈើដែលគាត់ស្នាក់នៅក្នុងចំណោមក្មេងទាំងនេះมันមានក្មេងតិចណាស់ដែលអាចនិយាយបានពេលត្រឡប់មកផ្ទះវិញថាំងសានបានបិទភ្នែកនៅជ្រុងមួយភ្លាមយប់នេះពិតជាសំណាងណាស់សម្រាប់គាត់សំខាន់បំផុតគាត់ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីពិភពលោកនេះដោយដឹងថាមាននិកាយតស៊ូដើម្បីមនុស្សជាតិវាក៏មានលក្ខណៈពិសេសនៃការផ្លាស់ប្ដូរព្រះបិសាចនិងបច្ចេកទេសសន្តានផងដែរឥឡូវនេះនៅក្នុងសមុទ្រវិញ្ញាណរបស់គាត់ហាក់ដូចជាត្រូវបានចិញ្ចឹមដោយធម្មពលដែលគាត់បានស្រូបយកពីមុនគាត់មានអារម្មណ៍ថាកម្លាំងរបស់គាត់ហាក់ដូចជាកំពុងកើនឡើងជាខ្លាំងនេះមិនពាក់ព័ន្ធនឹងបច្ចេកទេសសន្តានរបស់គាត់ទេតែវាជួយពង្រឹងរូបរាងកាយរបស់គាត់អាចពឹងផ្អែកលើបច្ចេកទេសសន្តានដើម្បីស្រូបយកធម្មពលខាងវិញ្ញាណនៃឋានសួគ៌និងផែនដីដើម្បីចិញ្ចឹមរូបរាងកាយរបស់គាត់ប៉ុន្តែលើកនេះគឺវាខុសគ្នាធម្មពលដែលបានមកពីការផ្លាស់ប្ដូរព្រះបិសាចនិងធម្មពលនៅក្នុងខ្សែឈាមរបស់បិសាចចចទាំងពីរបានចិញ្ចឹមនៅជីពចរឆ្អឹងនិងសរីរាង្គខាងក្នុងរបស់គាត់នេះគឺជាការពង្រឹងដ៏ល្អដោយពឹងផ្អែកលើបច្ចេកទេសសន្តាននោះវានឹងងាយស្រួលក្នុងការស្រូបយកធម្មពលទាំងនេះតើអាចទេបន្ទាប់ពីមកដល់ពិភពលោកនេះបច្ចេកទេសសន្តានពិតជាคล้ายទៅជាជំនាញដ៏ទេវភាពមួយប្រភេទទៀតដែលមានលក្ខណៈស្រូបយកធម្មពលខ្សែឈាមត្រកូលបិសាចនិងត្រកូលវិញ្ញាណបានគាត់ឆ្ងល់ថាតើគាត់អាចលេបត្របាក់ពួកគេនៅពេលដែលពួកគេមានជីវិតដែរឬបើអាចទៅរួចនោះវាគួរឲ្យខ្លាចពន់ពេកប្រសិនបើគាត់ស្រូបយកខ្សែឈាមច្រើនប្រភេទពេកនោះតើវាអាចប៉ះពាល់ដល់រាងកាយនិងធម្មពលរបស់គាត់ទេចំពោះរបៀបអ្វីទាំងអស់នេះទៅជាយ៉ាងណានោះគាត់ត្រូវតែសង្កេតមើលតាមការផ្លាស់ប្ដូរនៅក្នុងរាងកាយរបស់គាត់បន្ទាប់ពីការស្រូបនេះមនុស្សដែលបានផ្លាស់ប្ដូរព្រះបិសាចនឹងមានគុណសម្បត្តិដើម្បីក្លាយជាអ្នកមានអំណាចនៃត្រកូលបិសាចនិងត្រកូលវិញ្ញាណនោះលែងជាទេសកលទៀតហើយពួកគេអាចចូលក្នុងទីក្រុងធំហើយងាយស្រួលក្នុងការស្វែងរកនិកាយជួយមនុស្សជាតិថាំងសានមានផែនការក្នុងចិត្តឲ្យស្ងៀមស្ងាត់បន្ទាប់ពីស្វែងរកនិកាយជួយមនុស្សជាតិហើយចូលរួមជាមួយនឹងពួកគេប្រកាសជាធ្វើឲ្យគាត់កាន់តែងាយស្រួលក្នុងការស្វែងរកស៊ីវូដែលបានចាប់កំណត់ឡើងវិញនិកាយហាក់ដូចជាមានសមាជិកច្រើនជាពិសេសប្រសិនបើមាននៅគ្រប់ទីក្រុងធំទីក្រុងបិសាចចចខ្យល់មិនបានបង្ហាញការផ្លាស់ប្ដូរណាមួយដោយសារការស្លាប់របស់មនុស្សមួយចំនួននោះទេថាំងសានបានចំណាយពេល7ថ្ងៃដើម្បីរំលាយធម្មពលការផ្លាស់ប្ដូរព្រះបិសាចនិងធម្មពលខ្សែឈាមរបស់បិសាចចចទាំងពីរបន្ទាប់ពីការរលាយធម្មពលទាំងពីរថាំងសានមានអារម្មណ៍ថារាងកាយរបស់គាត់កាន់តែរឹងមាំជាមួយនឹងបទពិសោធន៍នៃការដាំដុះគាត់បានយល់ដោយធម្មជាតិថាកម្លាំងរាងកាយនិងដែនកំណត់នៃការដាំដុះគឺតាក់ទងគ្នាយ៉ាងជិតស្និទ្ធបើគ្មានរាងកាយរឹងមាំទេមនុស្សម្នាក់មិនអាចទ្រាំទ្រនឹងធម្មពលដ៏ខ្លាំងនេះបានទេបន្ទាប់ពីការពង្រឹងនេះឥឡូវនេះគាត់មានទំនុកចិត្តក្នុងការប្រឈមមុខនឹងការវាយប្រហាររបស់បិសាចចចខ្យល់ដំណាក់កាលទី3ទាំងនេះមិនមែនជាសំណាងដ៏ធំសម្រាប់គាត់ទេតែសំណាងធំជាងនេះគឺសមត្ថភាពក្នុងការផ្លាស់ប្ដូរប្រាក់បិសាចនិងបិសាចចចយប់ក៏បានមកដល់ថាំងសានបានត្រឡប់ទៅព្រៃវិញដោយស្ងាត់គាត់បានធ្វើឲ្យសកម្មនៅបច្ចេកទេសសន្តានហើយខ្សែឈាមរបស់គាត់បានចាប់ផ្ដើមពុះកញ្ជ្រោលក្នុងខ្លួនរបស់គាត់ដោយចុចម្រាមជើងរបស់គាត់ទៅនឹងដីគាត់បានផ្លាស់ទីដូចជាភ្នែកបន្ទោខណៈពេលដែលល្បឿនរបស់គាត់កើនឡើងជាខ្លាំងការប្រើប្រាស់បច្ចេកទេសសន្តានបានធ្វើឲ្យធម្មពលមួយផ្នែកធំរបស់គាត់ចុះខ្សោយហើយនៅពេលដែលគាត់បានឈរនៅលើដីម្ដងទៀតរាងកាយរបស់គាត់បានឈឺដោយជិះមិនរួចល្បឿនលឿននេះបានប៉ះពាល់ដល់រាងកាយរបស់គាត់យ៉ាងខ្លាំងប៉ុន្តែថាំងសានមិនបានផ្អាកទេដោយលើកដៃទៅពីរឡើងព
ពលឺបាល់ពណ៌បៃតងបានភ្លឺនៅចំកណ្ដាលបាតដៃនីមួយៗគាត់បានយកដៃរបស់គាត់បញ្ចេញកាំបិតខ្យល់ពីរដែលមានប្រវែងត្រឹម3អ៊ីងតែបាត់ទៅលើអាកាសបន្ទាប់ពីធ្វើដំណើរបាន5ម៉ែត្រទាំងនេះជាអ្វីដែលទទួលបានពីការស្រូបយកចុងក្រោយរបស់គាត់ល្បឿនខ្លាលខិននិងកាំបិតខ្យល់ខ្លីបានទទួលមរតករៀងៗខ្លួនពីការផ្លាស់ប្ដូរប្រាក់បិសាចរបស់ស៊ូជាស៊ីននិងខ្សែឈាមរបស់បិសាចចចគាត់បានរៀនពួកគេទាំងអស់បន្ទាប់ពីការស្រូបយកធម្មពលខ្សែឈាមពីរប្រភេទនេះគាត់មានអារម្មណ៍ហាក់ដូចជាបានការចងចាំពីសមត្ថភាពទាំងពីរនេះដែលមាននៅក្នុងចិត្តរបស់គាត់នៅពេលដែលគាត់ចង់ប្រើពួកវានឹងចេញមកដោយធម្មជាតិអ្វីដែលចម្លែកនោះគឺនៅពេលដែលគាត់ប្រើវារូបកាយរបស់គាត់មិនបានទទួលការបំលែងដោយសាច់សាហាវដែលបានធ្វើនោះទេអ្វីដែលគាត់បានប្រើប្រាស់គឺធម្មពលដាំដុះពីបច្ចេកទេសសន្តានរបស់គាត់ហើយនៅក្នុងបច្ចេកទេសសន្តានរបស់គាត់លែងមានធម្មពលពណ៌លឿងឬពណ៌បៃតងដែលធ្លាប់មានពីមុនទៀតហើយឥឡូវនេះគាត់អាចប្រើវាតាមឆន្ទៈដំណឹងល្អតែមួយគត់គឺសមត្ថភាពដែលគាត់បានលេបត្របាក់និងមិនប្រែខ្លីខ្លួនគាត់ទៅជាបិសាចដូចគេផ្សេងនោះទេវាហាក់ដូចជាការបំលែងសម្រាប់បច្ចេកទេសសន្តានបែបប៉ុណ្ណោះសរុបមកជាការពិតនេះគឺជារឿងល្អដោយធម្មជាតិថាំងសានបានប៉ាន់ស្មានរួចទៅហើយអំពីរឿងនេះនៅក្នុងចិត្តរបស់គាត់ដោយមិនសង្ស័យចាប់តាំងពីគាត់មកដល់ពិភពលោកនេះគាត់មានភាពខុសប្លែកពីមនុស្សដែលមានស្រាប់នៅទីនេះបច្ចេកទេសសន្តានក៏មានលក្ខណៈពិសេសផងដែរការបំលែងបច្ចេកទេសសន្តាននិងប្រព័ន្ធធម្មពលនៃពិភពលោកនេះនៅតែទាមទារពិសោធន៍ជាបន្តបន្ទាប់ដើម្បីស្វែងរកបន្ថែមទៀតការរៀនជំនាញទាំងពីរនេះតែងតែជារឿងល្អស៊ូជាស៊ីននិងបិសាចចចមិនខ្លាំងទេដូច្នេះជំនាញដែលគាត់លេបត្របាក់ពីពួកគេគឺខ្សោយដោយធម្មជាតិប៉ុន្តែចុះបើយ៉ាងណាវិញប្រសិនបើនៅពេលអនាគតបច្ចេកទេសសន្តានគាត់មានធម៌ពលខ្លាំងជាងនេះហើយគាត់បានលេបត្របាក់ធម៌ពលនៃការផ្លាស់ប្ដូរព្រះបិសាចដ៏ខ្លាំងក្លានេះជំនាញដែលគាត់ទទួលបានប្រកាសជាខ្លាំងនិងរឹងមាំយ៉ាងហោចណាស់គាត់បានរកឃើញវិធីសាស្ត្រយ៉ាងងាយស្រួលដើម្បីក្លាយជាអ្នកមានអំណាចហើយតាមរយៈវិធីនៃការលេបត្របាក់នេះការដាំដុះរបស់គាត់នៅក្នុងបច្ចេកទេសសន្តានក៏អាចបង្កើនល្បឿនផងដែរធម៌ពលវិញ្ញាណនៃឋានសួគ៌និងផែនដីក្នុងពិភពលោកនេះគឺសម្បូរណាស់ខាងសានស្ទើរតែអាចប្រកាសបានថាប្រសិនបើជាគាត់បន្តការវឹកហាត់ក្នុងល្បឿនលឿនដូចនេះនោះដល់ពេលអាយុ20ឆ្នាំគាត់ប្រហែលជាអាចឈានដល់ដំណាក់កាលទី9នៃបច្ចេកទេសសន្តានដើម្បីទៅដល់ដំណាក់កាលទី9នៃបច្ចេកទេសសន្តាននោះគាត់នឹងមានអំណាចម្នាក់នៅក្នុងពិភពលោកនេះជាការពិតណាស់នេះគឺអាស្រ័យលើការសន្និដ្ឋានថាអ្វីៗគ្រប់យ៉ាងក្នុងការដាំដុះរបស់គាត់បានដំណើរការយ៉ាងរលូនបច្ចេកទេសសន្តានគឺពិតជាស័ក្តិសមសម្រាប់ធម៌ពលវិញ្ញាណនៃពិភពលោកនេះដែលជាអត្ថប្រយោជន៍ដ៏ធំបំផុតរបស់ខាងសានពីមួយថ្ងៃទៅមួយថ្ងៃបានកន្លងផុតទៅឲ្យកម្លាំងពលកម្មនៅពេលថ្ងៃនិងការដាំដុះនៅពេលយប់ខាងសានបានរីកចម្រើនយ៉ាងខ្លាំងក្នុងជីវិតរបស់គាត់2ឆ្នាំក៏បានកន្លងផុតទៅខាងសានមានអាយុ8ឆ្នាំប្រហែលជាដោយសារការស្រូបយកធម្មពលបិសាចពីមុនមកទើបគាត់ធំជាងក្មេងធម្មតាទោះបីជាគាត់មានអាយុត្រឹមតែ8ឆ្នាំក៏ដោយគាត់មានកម្ពស់ខ្ពស់ជាងក្មេងដទៃទៀតដែលមានអាយុ10ឆ្នាំទោះបីគាត់នៅតែស្គមបន្តិចក៏ដោយប៉ុន្តែគាត់នៅតែអាចចាត់ទុកថាជាមនុស្សពូកែអារម្មណ៍របស់ខាងសានមិនសូវល្អប្រមាណទេនាពេលថ្មីនេះគឺដោយសារតែបច្ចេកទេសសន្តានរបស់គាត់មិនអាចទម្លុះដល់ដំណាក់កាលទី4បានក្នុងរយៈពេល2ឆ្នាំគាត់បានគិតនៅពេលដែលគាត់អាយុ7ឆ្នាំគាត់គួរតែឈានដល់ចំណាក់ថ្នាក់ទី4នៃបច្ចេកទេសសន្តានទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ព្យាយាមឈានដល់កំពូលដំណាក់កាលទី3ក្នុងការដាំដុះរបស់គាត់បានរកឃើញថាខ្លួនកំពុងជាប់គាំងការជាប់កាំងនេះគឺដោយសារតែប្រភេទនៃកម្លាំងគៀបសង្កត់មួយចំនួននៅក្នុងពិភពលោកនេះវាហាក់ដូចជាថាឈានទៅមុខពីដំណាក់កាលទី3ទៅដំណាក់កាលទី4នឹងមានការពិបាកខាងសានបានព្យាយាមវឹកហាត់ជាខ្លាំងប៉ុន្តែគាត់នៅតែមិនអាចទម្លុះស្រទាប់នៃការគៀបសង្កត់នេះបានជាងនេះទៅទៀតវាហាក់ដូចជាអំណាចដែលគាត់ប្រមូលបានមិនអាចជួយគាត់ឲ្យសម្រេចបានជោគជ័យនោះទេឥឡូវនេះគាត់បានស្ទាត់ជំនាញនៅការប្រើប្រាស់ល្បឿនខ្លាលខិននិងកាំបិតខ្យល់ជាខ្លាំងប៉ុន្តែធម្មពលរបស់ជំនាញទាំងពីរនេះមិនបានកើនឡើងទេវាដូចទៅនឹងជំនាញទាំងពីរនេះនឹងមិនអាចរីកចម្រើនបាននេះហើយជាបញ្ហាដែលធ្វើឲ្យសមត្ថភាពទាំងអស់របស់គាត់អន់ថយស្ថានភាពនេះបាននាំនៅបញ្ហាធំដែលជាការបាត់បង់ផ្លូវខ្លាយទៅជាអ្នកមានអំណាចមួយរូបហើយបើគ្មានផ្លូវនេះទេគាត់នឹងមិនអាចរីកចម្រើនបានឡើយខាងសានបានគិតឲ្យស្ងៀមស្ងាត់ថាតើគាត់ធ្វើអ្វីជាមួយនឹងកម្លាំងកម្ពុជានៃដំណាក់កាលទី3គាត់នៅតែអតិភិបខ្សោយនៅក្នុងពិភពលោកនេះខាងសានដឹងថាគាត់ត្រូវតែប្រថុយប្រឋានខ្លះសប្តាហ៍ថ្ងៃការងាររបស់គាត់គឺដឹកជញ្ជូនឈើនៅក្នុងភូមិ
គាត់បានជួយមនុស្សធំដឹកឈើតែមនុស្សធំបានកាប់ដោយប្រើរទេះដើម្បីដឹកទៅទីក្រុងក្នុងចំណោមពួកគេមានកុមារ7នាក់ដែលជួយមនុស្សធំ4នាក់ក្នុងការដឹកជញ្ជូនឈើមនុស្សធំនៅមុខទាញរទេះដោយខ្សែពួរខណៈពេលពួកគេជួយរុញពីក្រោយផ្លូវថ្មមានសភាពរលូនហើយរទេះក៏មិនលឿនពេកដែរបុរសដែលធំនៅមុខសុទ្ធតែដាក់ខ្នងចូលទៅក្នុងរទេះហើយដើរមួយជំហានតាមចង្វាក់ទីក្រុងបិសាចចកខ្យល់ថងសានធ្លាប់ទៅទីនោះពី3ដងមកហើយទីក្រុងនេះមានមនុស្សរស់នៅជាមួយនឹងសមាជិកនៃកុលសម្ព័ន្ធបិសាចចកខ្យល់ហើយបិសាចចកខ្យល់រស់នៅក្នុងផ្ទះធំជាងគេនៅកណ្ដាលទីក្រុងសមាជិកជាង1000នាក់នៃកុលសម្ព័ន្ធចកខ្យល់រស់នៅក្នុងទីក្រុងបិសាចចកខ្យល់ដែលហ៊ុំព័ទ្ធដោយភូមិទេសកលមួយចំនួនមនុស្សចំនួន7ដែលបម្រើជាទេសកលរបស់ពួកគេយូរម្ដងទេសកលមនុស្សក៏ខ្លាយជាអាហាររបស់គេដែរជាការពិតណាស់ក៏មានសត្វពាហនៈផ្សេងទៀតដែលគេប្រើជាអាហារនិយាយទៅបិសាចចកខ្យល់ស្ថិតក្នុងចំណោមអ្នកនៅក្នុងក្រុមបិសាចប្រកួតប្រជែងដែលមិនសូវចាប់អារម្មណ៍ក្នុងការស៊ីមនុស្សដូច្នេះលទ្ធផលនៃការទទួលទានមនុស្សនៅទីនេះគឺទាបបំផុតវាមិនមែនថាបិសាចចកខ្យល់មានចិត្តអាណិតអាសូរមនុស្សទេផ្ទុយទៅវិញពួកគេបានចាត់ទុកការងាររបស់មនុស្សមានតម្លៃជាងសម្រាប់ពួកគេពេលທາງសានរុញរទេះគាត់សង្កេតមើលទៅនៅក្នុងទីក្រុងហើយគាត់សង្ស័យថាបញ្ហាដែលគាត់មិនអាចទម្លុះរនាំងនៃការវឹកហាត់របស់គាត់បានគឺដោយសារតែការវឹកហាត់ផ្ទុយពីច្បាប់នៃពិភពលោកនេះជាមួយនឹងអំណាចបច្ចុប្បន្នរបស់គាត់តាមធម្មជាតិវាមិនអាចទៅរួចទេក្នុងការបំបែកចេញពីឧបសគ្គនៃច្បាប់ពិភពលោកច្បាប់បែបនេះជាទូទៅត្រូវបានម្ចាស់ពិភពលោកមកធ្វើការប្រើប្រាស់ក្នុងនាមជាស្ដេចនៃជំនាន់ទី1ការយល់ដឹងរបស់គាត់អំពីរឿងនេះគឺច្បាស់ណាស់ដោយបានរស់នៅទីនេះអស់រយៈពេល8ឆ្នាំទោះបីជាគាត់មិនអាចចាក់ចេញពីទីក្រុងបិសាចចកខ្យល់ក៏ដោយមានរឿងមួយដែលគាត់ដឹងច្បាស់ថាធម្មពលខាងវិញ្ញាណឋានសួគ៌និងផែនដីនៅក្នុងពិភពលោកនេះគឺក្រាស់ខ្លាំងដែលមានន័យថាម្ចាស់ពិភពលោកគឺមានធម្មពលខ្លាំងអតិភិបនៃម្ចាស់ពិភពលោកក៏មានឥទ្ធិពលបែបនេះក៏ត្រូវតែខ្លាំងដែលមិនគួរឲ្យជឿផងដែរច្បាស់ជាលើសពីកម្រិតទេវតានៅក្នុងពិភពលោកដើមរបស់គាត់ដូច្នេះហើយម្ចាស់ពិភពលោកនេះមានភពខ្លួនឯងក៏ត្រូវតែមានធម្មពលខ្លាំងដែលមិនគួរឲ្យជឿតាមការយល់ដឹងពីមុនរបស់ស៊ូជីស៊ីននិងការស្រូបយកធម្មពលខ្សែឈាមគាត់មិនមានអារម្មណ៍មិនច្បាស់ថាបច្ចេកទេសសន្តានរបស់គាត់ហាក់ដូចជាសមត្ថភាពលេបត្របាក់អំណាចនៃពិភពលោកនេះប្រហែលជាមូលហេតុដែលគាត់ត្រូវបានគៀបសង្កត់ដោយច្បាប់ដោយសារតែរឿងនេះដើម្បីទំលាយដោយពឹងផ្អែកលើបច្ចេកទេសសន្តានគឺពិបាកណាស់គាត់ត្រូវតែរកវិធីផ្សេងតាមទស្សនៈរបស់គាត់ដែលធ្លាប់ជាស្ដេចអាទិទេពនោះគាត់ត្រូវតែធ្វើបច្ចេកទេសរបស់គាត់ឲ្យទទួលស្គាល់ដោយម្ចាស់ពិភពលោកនេះដើម្បីទទួលបានច្បាប់ម្ចាស់ពិភពលោកជារឿយៗប្រើប្រាស់ច្បាប់ដើម្បីការពារការរំខាននិងរក្សាតុល្យភាពណាមួយគាត់ត្រូវតែលាក់បាំងបច្ចេកទេសសន្តានរបស់គាត់ឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីកាត់បន្ថយការយល់ឃើញរបស់ច្បាប់និងការគៀបសង្កត់ឥឡូវនេះមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើតសមត្ថភាពរបស់គាត់នៅក្នុងពិភពលោកនេះត្រូវពង្រឹងសមត្ថភាពខ្សែឈាមបិសាចចកខ្យល់ដែលគាត់មានរួចហើយនិងសមត្ថភាពល្បឿនខ្លាលខិនពិតជាមិនបានបន្សល់ទុកដានមួយណាឲ្យបានរកឃើញនោះទេប៉ុន្តែខ្សែឈាមបិសាចចកខ្យល់ពោពេញទៅដោយសមាជិកនៃក្រុមកុលសម្ព័ន្ធបិសាចចកខ្យល់ផែនការរបស់គាត់គឺស្វែងរកបិសាចចកខ្យល់ដែលមានដំណាក់កាលទី3ហើយព្យាយាមធ្វើឲ្យពួកគេពីការជំនួសឲ្យការស្លាប់បន្ទាប់មកគាត់នឹងស្រូបយកធម្មពលខ្សែឈាមរបស់ពួកគេជាមួយនឹងបច្ចេកទេសសន្តានរបស់គាត់ដើម្បីបង្កើនសមត្ថភាពកំបិតខ្យល់របស់គាត់ប្រសិនបើជោគជ័យគាត់នឹងសង្កេតមើលថាតើបិសាចចកខ្យល់ដែលបាត់បង់ធម្មពលខ្សែឈាមអាចយកវាមកវិញបានដែរទេប្រសិនបើពួកគេអាចធ្វើបានវានឹងក្លាយជាការក្លែងបន្លំដ៏ល្អបំផុតហើយធម្មពលកំបិតខ្យល់របស់គាត់នឹងបន្តប្រសើរឡើងហើយខ្សែឈាមបិសាចចកខ្យល់របស់គាត់នឹងកាន់តែខ្លាំងឡើងបន្ទាប់មកគាត់ក៏អាចប្រើដើម្បីទម្លាយឧបសគ្គរនាំងរបស់គាត់បាននេះគឺជាផែនការដែលທາງសានបានបង្កើតឡើងបន្ទាប់ពីពិចារណាជាច្រើនជាមួយនឹងសមត្ថភាពល្បឿនខ្លាលខិនកំបិតខ្យល់និងបច្ចេកទេសសន្តាននៅដំណាក់កាលកម្ពុជាទី3គាត់មានទំនុកចិត្តក្នុងការវិឆ្មក់បិសាចចកខ្យល់គេទៅមុខរទេះឈើស្រាប់តែឈប់ធ្វើឲ្យក្មេងៗដែលនៅពីក្រោយមានប្រតិកម្មដោយសភាវគតិរាងកាយរបស់ពួកគេញ័រທາງសានគ្រប់គ្រងកម្លាំងរបស់ខ្លួនបានយ៉ាងឆាប់រហ័សដោយមិនរុញច្រានដោយបង្ខំហើយធ្វើត្រាប់តាមប្រតិកម្មរបស់ក្មេងៗដទៃទៀតបុរសធំដែលដឹកនាំមុខគេឈប់ដើរហើយមើលទៅទិសដៅជាក់លាក់មួយពីជំហៀងທາງសានមើលឃើញថាការសម្លឹងរបស់ពួកគេមានអ្វីដែលស្រដៀងនឹងការច្រណែនជារឿងសំខាន់ក្នុងការកត់សម្គាល់ថាទេសកលរបស់មនុស្សទាំងនេះដែលធំឡើងតាំងពីកុមារភាពជាទូទៅស្ពឹកកម្រនិយាយណាស់ឱកាសនៅពេលដែលពួកគេបង្ហាញអារម្មណ៍ខុសៗគ្នាគឺកម្រណាស់តាមការក្រឡេកមើលទៅពួកគេທາງសានបានឃើញមនុស្ស2 3នាក់ដែលកំពុងប្រកាសនៅខាងមុខពិតហើយអ្នកទាំងអស់នោះគឺជាមនុស្សទោះជាយ៉ាងណាក៏ដោយបើប្រៀបធៀបទៅនឹងទេសកលទាំងនេះសម្លៀកបំពាក់របស់ពួកគេស្អាតហើយនឹងមានរបៀបភ្នែករបស់ທາງសានរួម
តូចបន្តិចនៅពេលដែលគាត់បានបើកភ្នែកបីសាច់ពណ៌ស្វាយរបស់គាត់ដើម្បីមើលឃើញឲ្យកាន់តែច្បាស់សេចក្តីប្រកាសបានបញ្ជាក់ថាការជ្រើសរើសខ្សែឈាមនឹងប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃទាសករមកពីភូមិដែលមានខ្សែឈាមចចកខ្យល់អាចធ្វើការសាកល្បងបានអ្នកដែលឆ្លងកាត់ការសាកល្បងនឹងត្រូវអនុញ្ញាតឲ្យរស់នៅក្នុងទីក្រុងបីសាច់ចចកខ្យល់និងទទួលបានការវឹកហាត់ខាងសានបានយល់ភ្លាមនេះគឺជាការជ្រើសរើសខ្សែឈាមចម្រុះឬគាត់នឹងមកទីក្រុងបិសាចចចកខ្យល់ដើម្បីធ្វើការប៉ុន្តែនេះជាលើកដំបូងដែលគាត់បានឃើញការប្រកាសនេះដោយមិនមានការសង្ស័យមនុស្សទាំងនោះដែលបង្ហោះសេចក្តីប្រកាសនេះជាអ្នកចាត់ការនៃកុលសម្ព័ន្ធចចកខ្យល់ដែលមានខ្សែឈាមចចកខ្យល់យ៉ាងហោចណាស់ពួកគេលែងជាទេសករទៀតហើយឃើញបែបនេះគាត់មិនអាចគិតពីការកែសម្រួលផែនការរបស់គាត់ឡើយការជ្រើសរើសខ្សែឈាមនៅក្នុងទីក្រុងបិសាចចចកខ្យល់គឺពិតជាឱកាសមួយតើមនុស្សប្រភេទណាដែលមានខ្សែឈាមចចកខ្យល់វាច្បាស់ជាបង្ហាញពីខ្សែឈាមចម្រុះតើខ្សែឈាមចម្រុះមានន័យដូចម្តេចវាចាំបាច់មានន័យថាជាកូនចៅបង្កើតពីទំនាក់ទំនងរវាងសមាជិកនៃត្រកូលបិសាចចចកនិងមនុស្សលើលោកនេះមនុស្សគ្មានសិទ្ធិធ្វើជាដៃគូរបស់បិសាចទេតែមានន័យថាពួកគេគ្រាន់តែជាវត្ថុសម្រាប់បញ្ចេញនៅតណ្ហារបស់បិសាចតែប៉ុណ្ណោះ